តួឯកដែលពួកយើងបានរងចាំគឺមកដល់ហើយធ្លាប់តែមើលបងតាមរយៈវីដេអូឥឡូវបានជួបមុខផ្ទាល់ស្ដាប់សំឡេងផ្ទាល់ពិតជារំភើបមែនទែនមកមើលវីដេអូនេះវិញគឺនឹកអូនណែដល់ហើយអរគុណព្រះអង្គមែនទែនសម្រាប់សប្តាហ៍នេះគឺបងស្រីថៃហោហើយនិងអូនណែបានមកលេងពួកយើងហើយសកម្មភាពទាំងអស់នេះគឺជាមុខម្ហូបដែលពួកយើងបានរៀបចំសម្រាប់ទទួលបងស្រីក៏ដូចជាញ៉ាំជុំគ្នានៅក្នុងសប្តាហ៍នេះផងដែរគឺថាមានអំណរហើយសប្បាយរីករាយមែនតែនដោយសារតែយើងបានជុំគ្នាហើយយើងបានជួយគ្នាម្ដាយមួយជើងម្នាក់យើងទទួលបានអាហារថ្ងៃត្រង់ដ៏ឈ្ងុយឆ្ងាញ់ការងារអីក៏ដោយឲ្យតែយើងចេះជួយគ្នាហើយយើងចេះធ្វើរួមគ្នាអញ្ចឹងគឺយើងអត់សូវចំណាយពេលយូរប៉ុន្មានទេតែជួយគ្នាតែមកព្រឹបហើយបាត់ហើយសម្រាប់កូនឆ្មាថ្ងៃនេះគឺជាអ្នកដែលធ្វើទឹកត្រីញ៉ាំជាមួយនឹងបាញ់ហយបន្ទាប់ពីយើងរៀបចំមុខម្ហូបនីមួយៗបានរួចរាល់ហើយពួកយើងក៏បានរ៉េបទុកដាក់ឲ្យស្រួលបួលទើបយើងទៅរៀបចំខ្លួនដើម្បីចូលរួមថ្វាយបង្គំឥឡូវម្ហូបយើងក៏បានហើយរួចជាស្រេចចំណែកអ្នករៀបផ្ការបស់យើងវិញមុខស្រស់ដល់ហើយនេះគឺជាស្រីស្អាតម៉ារីនីបន្ទាប់ពីរៀបចំខ្លួនហើយតួឯកយើងក៏បានមកដល់គឺជាអូនណែឥឡូវដល់ពេលដែលយើងចាប់ផ្ដើមថ្វាយបង្គំព្រះជាមួយគ្នាបទនេះគឺជាចម្រៀងដែលពួកយើងច្រៀងសរសើរតម្កើងព្រះជាមួយគ្នាជារៀងរាល់សប្តាហ៍គឺពួកយើងតែងតែជួបជុំគ្នាបែបនេះជារៀងរាល់ថ្ងៃសៅរ៍អាទិត្យគឺថ្ងៃសៅរ៍ពេលយប់គឺយើងរៀនព្រះបន្ទូលព្រះអង្គជាមួយគ្នាហើយព្រឹកថ្ងៃអាទិត្យគឺយើងថ្វាយបង្គំព្រះអង្គជាមួយគ្នាបន្ទាប់ពីថ្វាយបង្គំព្រះអង្គចប់គឺពួកយើងបានប្រកបអាហារជុំគ្នាផងដែរមុននឹងវីដេអូមួយនេះចប់ទៅគឺខ្ញុំចង់ជម្រាបដល់បងប្អូនថានៅក្នុងព្រះយេស៊ូវគ្រីស្ទគឺពួកយើងមានតម្លៃស្មើគ្នាហើយព្រះអង្គស្រឡាញ់មនុស្សទាំងអស់គ្នាហើយព្រះអង្គបានសង្គ្រោះមនុស្សទាំងអស់គ្នាអូយកន្លែងនេះអូនណែខ្ជូតម៉េចនិយាយពីព្រះអង្គបន្តទៀតគឺថាបើបងប្អូនចង់ស្គាល់ព្រះយេស៊ូវគ្រីស្ទបន្ថែមទៀតហើយចង់ភ្លក់សេចក្តីស្រឡាញ់របស់ព្រះអង្គសេចក្តីអំណរដែលនៅក្នុងព្រះអង្គបែបណាបងប្អូនអាចទំនាក់ទំនងមកពួកយើងឬក៏បងប្អូនអាចមកចូលរួមរៀនជាមួយនឹងពួកយើងបានហើយបងប្អូនអាចសាកល្បងសេចក្តីស្រឡាញ់ដែលនៅក្នុងព្រះអង្គបានពេលនោះហើយដែលបងប្អូននឹងស្គាល់ថាអ្វីជាសេចក្តីស្រឡាញ់ពិត